ព្រះមហាក្សត្រសួននៃនគរឈីទ្រង់សពព្រះハរតីក្នុងការស្ដាប់ការផ្លុំកែរួមក្រុមជាខ្លាំងដោយហេតុនេះពេលមានការបង្គុំតន្ត្រីម្ដងគេបង្ក្រុមជាវងធំមានអ្នកផ្លុំកែនរហូតដល់300នាក់ឯណោះមានបុរសម្នាក់ឈ្មោះណានគួជាសមាជិកម្នាក់ក្នុងក្រុមផ្លុំកែនដែរតែគេនៅពុំទាន់ផ្លុំបានស្ទាត់ជំនាញដោយអ្នកដទៃឡើយគេគ្រាន់តែបានផ្លុំអែបដល់អ្នកដទៃដើម្បីបង្គ្រប់ចំនួនមនុស្សប៉ុណ្ណោះប៉ុន្តែគេនៅតែទទួលប្រាក់កម្រៃដូចគេដូចឯងដែរក្រោយពេលព្រះអង្គម្ចាស់សួនសង្កត់ទៅព្រះអង្គម្ចាស់មានក៏ឡើងសើរីបន្តតែទ្រង់ពងសពព្រះតីឲ្យគេបង្គំជាក្រុមដូចមុនទៀតឡើយព្រះអង្គឲ្យគេផ្លុំកែនម្នាក់ម្ដងវិញហើយអ្នកផ្លុំទាំងអស់ត្រូវផ្លាស់ប្ដូរវេនគ្នាផ្លុំថ្វាយព្រះអង្គជាបន្តរៀងខ្លួនដោយខ្លួនឯងមិនចេះមិនប្រកបណាគួខ្លាចអាំងកបាំងនេះត្រូវបែកធ្លាយគេក៏កិច្ចខ្លួនបាត់ទៅណានគួរស់បានដោយសារបន្លំខ្លួនឯងជាមួយគេក្រោយពេលដែលដឹងថាមិនអាចបន្លំអ្នកដទៃបានទៅទៀតគេក៏បានកិច្ចខ្លួនបាត់ទៅអ្នកដែលពុំមានសមត្ថភាពធ្វើអ្វីបានដោយខ្លួនឯងមិនចេះតែបន្លំធ្វើជាចេះមិនខ្លាំងតែខំធ្វើឲ្យអាចខ្លាំងបានត្រឹមតែមួយដើម្បីគ្រាន់តែបំផុសផ្នែកអ្នកដទៃគេមិនអាចបន្លំ